សួស្តីបងប្អូនថ្ងៃនេះនាំបងប្អូនមកមើលត្រេនមកញ៉ាំម្ដាមផ្លែរបស់វាកាលមុនយើងថាវាមិនកែតែពេលឥឡូវល្អមែនតើបងប្អូនវាគឺជាអ្វីដែលខ្ញុំចង់ប្រាប់បងប្អូនតាក់ទងមួយបញ្ហាត្រួយរបស់ត្រេនហើយនេះទៅឲ្យទៅដើមអញ្ចឹងផ្លែល្អហ្មងណាគេឆេកគេឈោកឯងត្រេនតែចាញ់ផ្លែឲ្យអត់សូវចាញ់ត្រួយវាអត់សូវប៉ះពាល់ទេតែបើចាញ់ត្រួយនៅក្រោមអាយុ60ថ្ងៃជំរុះហើយផ្លែហើយបើថាចាញ់ត្រួយលើអាយុ60ថ្ងៃឡើងបន្តិចហ្នឹងវាអត់ជំរុះទេប៉ុន្តែផ្លែរបស់វានៅត្រឹងវាដូចពេលដែលវាចាញ់ត្រួយវាថាអំពូលតែចាំត្រួយវាអត់បានចាំផ្លែទេដើម្បីចឹងផ្លែវាត្រូវត្រឹងតែនេះអត់អីផ្លែវារីកធំល្អបន្ទាប់ពីក្រោយភ្លៀងហើយត្រួយរបស់វានឹងក៏ទៅតែចាញ់ដែរដើម្បីចឹងផ្លែវាពងតែបើត្រួយចាញ់ច្រើនជាងហ្នឹងណាវាចាំត្រួយចឹងផ្លែវាត្រឹងវិញម្ដងចឹងមកឱកាសហ្នឹងបើសិនជាវាអាចរីកបានធំហ្មងទៅវាចាញ់ត្រួយបានវាហួសរីកប៉ោងព្រោះផ្លែត្រេនវាមិនមែនចិត្តតែប៉ោងហូតទេមើលតែវាដាក់សាច់ពេញហើយប្រហែលជា100ថ្ងៃ90ថ្ងៃទៅចិត្ត100ថ្ងៃវាឡើងប៉ោងទៀតហើយវាបានប្រមាណគឺវាប៉ុណ្្នឹងហើយគឺវានៅតែធ្វើឲ្យម្សៅហ្នឹងទៅជាផ្អែមឯងហើយផ្លែប៉ុណ្្នឹងអត់តន់ផ្អែមទេបងប្អូននៅតន់មានម្សៅទេហ្នឹងនៅទឹកទេពេលយើងពេលវាជ្រុះមកតែត្រេនហ្នឹងវាធំក្អូបមែនប៉ុន្តែពេលយើងឆ្កឹះវាទៅវាទឹកទេវាអត់តន់មានម្សៅធ្វើឲ្យមានជាតិផ្អែមអីទេហើយសាច់វាក៏ពេញគ្រាប់វាក៏នៅពណ៌រៀងលឿងណាគ្រាប់វាហ្នឹងនេះផ្លែនេះមាន2សេរីមានថ្ងៃ1ខែ2និងថ្ងៃ7ខែ2ណានៅលើដើមនឹងមានថ្ងៃ15ទៀតអាណាតូចជាងគេថ្ងៃ15អាកដាលគេថ្ងៃ7អានេះពួកនេះពួកធំចេះអាណាធំជាងគេមានប្រហែលផ្លែនោះធំជាងគេអញ្ចឹងនៅថ្ងៃ1ខែ2ណានោះមានប្រហែលផ្លែនេះពួកនេះអីដែរនេះហើយអានេះសេរីកដាលគេហ្នឹងប៉ុណ្ណេះនេះដល់ថ្ងៃ7ខែ2ប៉ុណ្ណឹងហើយមានថ្ងៃ15ខែ2តូចជាងគេបំផុតហ្នឹងទៅអានេះថ្ងៃ15ថ្ងៃ20ហ្នឹងនិយាយទៅផ្លែរបស់វាហ្នឹងយើងថាមាន2សេរីក៏បានមាន3សេរីក៏បានថ្ងៃ1ខែ2និងថ្ងៃ15ខែ2អញ្ចឹងទៅអាណាតូចអញ្ចឹងចាំឲ្យវាថ្ងៃ15ទៅអាណាធំជាងគេទៅវាមិនមែនថាធំជាងគេវានេះណាអានោះវារីកធំដោយសារយើងចំណាំយើងដាក់ផ្លាកវាយើងធ្លាប់ដាក់ផ្លាកវាយើងដឹងពេលដែលវាផ្ការីចុងក្រោយមានថ្ងៃ1ខែ2ថ្ងៃ7ខែ2និងថ្ងៃ15ខែ2អាណាតូជាងគេថ្ងៃ15ខែ2ហើយអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាយើងជួបគ្នានៅវីដេអូក្រោយស៊ីបន្តទៀត